នេះគឺជាទស្សនវិជ្ជាដែលខ្ញុំធ្វើដំណើរពីភ្នំពេញទៅខេត្តពោធិ៍សាត់តាមផ្លូវជាតិលេខ5បងប្អូនគឺសម្បូរទៅដោយទេសភាពស្រស់បំព្រងស្អាតតាមដងផ្លូវបើសិនជាយើងមើលទៅបងប្អូននៅតាមដងផ្លូវអមសងខាងគឺមានដើមឈើលិចទឹកមានស្មៅហើយនឹងមានភ្នំហើយនឹងមានដើមត្នោតនៅអមសងខាងផ្លូវតែម្ដងបងប្អូនខ្ញុំធ្វើដំណើរទៅកាន់ខេត្តពោធិ៍សាត់ហ្នឹងគឺខ្ញុំធ្វើដោយការជិះម៉ូតូដោយសារជាជំរើសមួយគឺខ្ញុំចង់បានទទួលបទពិសោធន៍ថ្មីនិងចង់បានទេសភាពស្អាតស្រស់បំព្រងនៅតាមដងផ្លូវទៅកាន់ខេត្តពោធិ៍សាត់នឹងបងប្អូនបើយើងក៏លេខទៅមើលខេត្តពោធិ៍សាត់បងប្អូនគឺមានដើមត្នោតមានភ្នំអមសងខាងពោពេញទៅដោយពណ៌បៃតងយើងទទួលបានអារម្មណ៍មួយថាស្រស់ស្រាយនិងត្រជាក់ភ្នែកមែនតើអញ្ចឹងវាធ្វើឲ្យអារម្មណ៍យើងសប្បាយរីករាយទោះបីជាមានការហត់នឿយយ៉ាងណានៅពេលដែលជិះម៉ូតូប៉ុន្តែនៅពេលដែលយើងទទួលបានទេសភាពស្អាតប្លែកគឺយើងមានអារម្មណ៍ថាគឺត្រូវតែពុះពៀធ្វើដំណើរទៅដល់ខេត្តពោធិ៍សាត់ទៅតែបានដោយសារយើងចង់បានបទពិសោធន៍ថ្មីក្នុងការធ្វើដំណើរដោយជិះម៉ូតូហើយឥឡូវនេះគឺខ្ញុំដល់ស្ពាននៅខេត្តពោធិ៍សាត់នឹងតែម្ដងគឺមានន័យថាខ្ញុំមកដល់ខេត្តពោធិ៍សាត់ហើយពាក់ព័ន្ធនឹងខ្ញុំធ្វើដំណើរទៅខេត្តពោធិ៍សាត់នេះគឺខ្ញុំចង់ទៅលេងភ្នំ1500បងប្អូនគឺក្នុងស្រុកវាវែងនឹងតែម្ដងប៉ុន្តែដំណាក់កាលនេះគឺខ្ញុំធ្វើការទៅក្រុងពោធិ៍សាត់សិនដើម្បីធ្វើការសម្រាប់នៅផ្ទះមិត្តភក្តិខ្ញុំហើយឥឡូវនេះពេលយប់នេះគឺជាគណៈពេលដែលខ្ញុំជិះដើរលេងនៅក្រុងខេត្តពោធិ៍សាត់នឹងដើម្បីឆ្វែលមើលទេសភាពថាខេត្តពោធិ៍សាត់នឹងមានទេសភាពយ៉ាងម៉េចក្នុងទីក្រុងនឹងនាពេលរាត្រីនឹងអញ្ចឹងឥឡូវនេះខ្ញុំជិះម៉ូតូឆ្វែលនៅក្នុងក្រុងខេត្តពោធិ៍សាត់ហ្នឹងគឺសម្បូរទៅដោយប្រជាជនអ្នកនៅខេត្តហ្នឹងគាត់ជិះដើរលេងឬមួយក៏មានអ្នកខ្លះគាត់ហាត់ប្រាណលេងកីឡាលេងតុបាល់ហើយអមទៅដោយភ្លើងរាត្រីគួរឲ្យស្រស់ស្អាតមែនទែននាពេលរាត្រីក្នុងខេត្តពោធិ៍សាត់តែម្ដងបងប្អូនដូចនេះចាំទស្សនាវីដេអូខ្ញុំបន្តទៀតទៅកាន់ភ្នំ1500បាយបាយបងប្អូន